សួស្តីបងប្អូនថ្ងៃនេះយើងក៏បានមកអង្គុយញ៉ាំមីដុតនៅហាងមីដុតមួយកន្លែងណានៅក្នុងក្រុងបាត់ដំបងយើងហ្នឹងបងប្អូនហើយវាមានហបផតមានមីដុតមានអីជាច្រើនតែចំណង់ចំណូលចិត្តរបស់យើងគឺញ៉ាំហបផតហើយនឹងមីដុតហើយមកមើលទេសភាពនៅក្នុងហាងមកគេផងនេះបងប្អូនហើយមើលទេសភាពស្អាតមែនតើហើយយើងពេលដែលយើងមកញ៉ាំម្ដងហើយគឺចង់មកញ៉ាំទៀតដោយសារទី1គឺអនាម័យទី2ទេសភាពមើលទៅស្រស់ស្អាតអញ្ចឹងណាហើយទី3សេវាកម្មគេក៏វាលឿនរហ័សទាន់ចិត្តដែរដល់ពេលអញ្ចឹងទៅយើងក៏តែងតែមកញ៉ាំនៅនឹងជាញឹកញាប់ដែរតាមដែលខ្ញុំបានមកណាហើយនៅក្នុងនេះគឺការដេកការរៀបចំដាំជាលក្ខណៈធម្មជាតិហ្នឹងគឺច្រើនមែនទែនបងប្អូនហើយមើលទៅស្រស់ស្អាតណាហើយមកដល់នេះគឺត្រជាក់មកពេលល្ងាចហ្នឹងបងប្អូនហើយរៀងភ្លៀងខែនេះរៀងភ្លៀងតិចតិចចឹងទៅរុក្ខជាតិមើលទៅលាស់ទាវខ្ចីតែម្ដងបងប្អូនហើយនៅក្នុងកន្លែងយើងអង្គុយនេះក៏មានជាលក្ខណៈយើងអង្គុយដូចជានៅគៀកទឹកតែអញ្ចឹងណានៅក្នុងទឹកហ្នឹងក៏មានត្រីច្រើនហើយប៉ុន្តែពេលរៀងយប់បន្តិចយើងថតអត់ឃើញទេត្រីហើយនេះអ្នករងចាំអង្គុយញ៉ាំមីដុតនិងហបផតឥឡូវកូនស្រីក៏រត់ទៅរកតងជីហើយតែពេលទៅរៀងភ្លៀងជាអាកាសក៏ត្រឡប់មកវិញតែម្ដងបងសារឡើយហ្នឹងក៏មានតងសម្រាប់ក្មេងជីដែរប៉ុន្តែខ្ញុំអត់បានទៅថតឡើយតងឡើងកន្លែងស្គីសម្រាប់ក្មេងជីហ្នឹងណាហើយកូនស្រីនេះឲ្យតែបានមកដល់នេះក៏ចូលចិត្តទៅលេងតែកន្លែងស្គីឡើងតងហ្នឹងឯងហើយគាត់ហៅថាចង់ទៅញ៉ាំអីគឺគាត់ចង់មកញ៉ាំមកកន្លែងចឹងហើយមានសម្រាប់ក្មេងលេងអីចឹងទៅហើយនេះក៏យើងកំពុងអង្គុយរងចាំមិនទាន់មកដល់ទេដោយសារតែយើងកំងមិនដែរចឹងហើយរងចាំសិនណាបងប្អូននេះ